បងយាមើលស្នាមជើងនេះទៅធំគួរឲ្យខ្លាចណាស់វាមិនមែនជាជ្រូកព្រៃធម្មតាទេគឺជាសត្វចាស់វសាសត្វចាស់វសាស្ដេចជ្រូកព្រៃប្រចាំភ្នំនេះរបស់របៀបនេះមិនងាយជួបទេបើបានវាគឺលក់បានលុយច្រើនណាស់ចុះយើងអាចចាប់វាបានអត់ចាប់បានឬអត់ស៊ីសង្លើថាវាទៅបុកជំនះណាស់ហើយពូខួយអត្រកោយីវាលក់សត្វពីរនោះនៅឯស្រុកបានថ្លៃណាស់លក់បានប៉ុន្មានជាង300លឺថាថៅកែហាងនៅស្រុកកុំម៉ងឲ្យវាដឹកទៅឲ្យ3ថ្ងៃក្រោយទៀតមិនអាចទេអាតូចនឹងមានសមត្ថភាពអីទៅមែនតើគេនិយាយពេញតែតាមផ្លូវនឹងអញទៅតែទាត់ក្បាលវាចេញសោះវាចង់ជន់ក្បាលអញឡើងលើវិញមែនទេយកសັບទៅតាមដានវាឲ្យជាប់ចុះភ្នំតាមផ្លូវណាដឹកអេវ៉ាន់ទៅណាត្រូវស៊ើបឲ្យច្បាស់ចុះបើស៊ើបដឹងហើយគិតមិនទៀតវាមិនចង់ងើបមុខមាត់ទេអីអញនឹងធ្វើឲ្យទាំងមនុស្សទាំងអេវ៉ាន់ធ្លាក់ចូលភក់វិញហ្មងបងយាពិតជាមានអាធំមែនលោកអើយធំម្លេះទេវើយអាមួយនេះអាចបុកមនុស្សស្លាប់បានណាខ្លាចអញ្ចឹងត្រូវហើយរបស់របៀបនេះទើបមានតម្លៃចូលអន្ទាក់ហើយទាញឲ្យតឹងកុំលែងដៃវើយបងយាយើងពិតជាចាប់វាបានមែនតើអាមួយនេះមិនមែនត្រឹមតែលក់សាច់សាមញ្ញទេវាអាចរុញច្រានផ្លូវយើងឲ្យដើរទៅមុខមួយជំហានធំទៀតបងយាមិនក៏បែងចែកមកចត់ម្លេះរបស់ល្អមិនអាចលក់លោកលំគ្នាទេជាពិសេសលើកទី1ត្រូវឲ្យថៅកែសិនឃើញថាក្រៅពីមានរបស់យើងក៏មានតិចនិចដែរអញ្ចឹងយើងប្រញាប់ចុះពីភ្នំទៅមិនបាច់ប្រញាប់ទេម៉ោងនេះតាខួយប្រកាសជាកំពុងចាំស្ទាក់ផ្លូវហើយធ្វើតាមខ្ញុំប្រាប់ទៅដានីវឯងយករបស់ពិតកាត់តាមផ្លូវទឹកទៅចាំនៅមាត់ដើមអំពើចាស់មនុស្សរបស់ថៅកែសិននឹងទៅចាំទទួលនៅទីនោះហ៊ូឯងទៅតាមផ្លូវធំជាមួយខ្ញុំបងបានណាត់ជាមួយថៅកែសិនមុនហើយតើកន្លែងដូចជាទីក្រុងចេះតែបបាញ់មិនគ្រប់គ្រាន់ទេត្រូវចេះការពារខ្លួនពីមនុស្សសិនស្ទាក់វាឲ្យជាប់បងយាបងនិយាយត្រូវមែនពួកសត្វតិរច្ឆានពូកែតែស្ទាក់ផ្លូវប្លន់គេអាយារកលុយបានបន្តិចក៏ភ្លេចកំណត់ខ្លួនឯងហ្មងដាក់អីវ៉ាន់ចុះមិនអញ្ចឹងទេថ្ងៃនេះឯងកុំសង្ឃឹមថាបានទៅមុខរួចពូពិតជាប្រញាប់មែនសំបីតែកិត្តិយសក៏មិនខ្វល់ដែរតើកិត្តិយសអញកាត់ផ្លូវរស់ឯងសិនចាំមើលឯងយកអីមកនិយាយរឿងកិត្តិយសជាមួយអញទៀតមិនត្រូវទេតាចុះរបស់ពេទ្យឯណាអ្វីដែលពូចាំស្ទាក់គឺរបស់តែអ្វីដែលខ្ញុំឲ្យពូគឺខ្យល់ទេនឹងហើយលោកឲ្យរបស់ធំម្លេះមិនចម្លែកទេដែលគេឲ្យខ្ញុំមកផ្ទាល់របស់លើកនេះមិនធម្មតាមែនឯងបោកអញមកពីពូគិតអាក្រក់មុនខ្ញុំគ្រាន់តែឲ្យពូស៊ីឡប៉ុណ្ណោះចាំកន្លះថ្ងៃសំបីរោមជ្រូកមួយសរសៃក៏មិនបានប៉ាដែរស្រួលខ្លួនទេពូល្មមបានហើយបើនៅតែរករឿងទៀតអ្នកដែលខ្មាស់គេគឺពូឯងនឹងហើយអាយារឿងនេះមិនទាន់ចប់ទេវើយថៅកែសិនស្ដេចជ្រូកនេះឡើងតូចច្បាស់ជាល្បីមិនខានភ្លុកវាអាចយកធ្វើជារបស់តាំងលម្អបានទៀតបងយាញ៉ាំទឹកក្តៅបន្តិចសិនទៅធ្វើដំណើរហត់ហើយអាមួយនេះលើកមុននៅធ្វើភ្នែកស្លែកដាក់គេសោះរបស់មកដល់ហើយមិនត្រឹមតែរបស់ទេមកដល់លោកក៏ធ្វើឲ្យខ្ញុំមើលឃើញតម្លៃជាងលើកមុនដែរថៅកែសិននេះមិនមែនជារបស់ព្រៃធម្មតាទេជារបស់ដែលអាចលើកមុខមាត់ហាងយើងបានហ្មងសាច់ដែលលោកដឹកមកឲ្យប៉ុន្មានដងនេះជួយលើកមុខមាត់ហាងយើងខ្លាំងណាស់ពីថ្ងៃនេះភ្ញៀវចូលមកដល់សួរតែរកសាច់ព្រៃនឹងឯងគេពិតជាសួររកតែរបស់បងយាមែនមិនត្រឹមតែសួរទេខ្លះបញ្ជាក់ឈ្មោះយកមកខ្លះកក់ទុកមុនទៀតបើនៅតែអញ្ចឹងទៀតឈ្មោះសាច់ព្រៃលោកច្បាស់ជាคล้ายជាមុខម្ហូបប្រចាំហាងមិនខានលោកយាខ្ញុំមិននិយាយវៀងវៃច្រើនទេចាប់ពីថ្ងៃនេះទៅហាងយើងនឹងចុះកុងត្រាយកអីវ៉ាន់ពីលោកជាប្រចាំពិតមែនអីមែនតើ3ថ្ងៃដឹកមកម្ដងឲ្យថ្លៃតាមគុណភាពរបស់ស្ដេចជ្រូកនេះខ្ញុំឲ្យ500ហើយទម្លាក់លុយកក់500ទៀតខ្ញុំមិនដែលឃើញលុយច្រើនចឹងសោះបងយាលុយច្រើនណាស់ខ្ញុំក៏មានពាក្យចង់និយាយដែររបស់ខ្ញុំធានាគុណភាពទំហំក៏ព្យាយាមឲ្យបានទៀងទាត់តែបើមានអ្នកណាមកប៉ះពាល់ផ្លូវរកស៊ីខ្ញុំទៀតថៅកែមិនអាចធ្វើមិនដឹងមិនទេចាប់ពីថ្ងៃនេះទៅអ្នកណាប៉ះរបស់លោកគឺស្មើនឹងមករករឿងហាងយើងដូចគ្នាអញ្ចឹងស៊ីញេទៅស៊ីញេហ្មងបងយាខ្ញុំពិតជាងើបមុខមាត់បានដោយសារបងមែនពីមុនសំបីតែស្រមៃក៏មិនហ៊ានផងទើបតែចាប់ផ្ដើមសោះនឹងថ្ងៃនេះគ្រាន់តែជាជំហានដំបូងទេថ្ងៃក្រោយពួកឯងនឹងរឹតតែបានលុយច្រើនជាងនេះទៀតបងខួយស្ទាក់របស់មិនបានទេហាងសិនថែមទាំងចុះកុងត្រាផ្ដាច់មុខជាមួយអាយីទៀតចុះកុងត្រាអាចឆ្កែកូនកាត់នឹងវាសាក់សំដែរអីមិនអាចឲ្យវាបានចិត្តចឹងទេបើវាពិតជាក្រោកឈរបានមែនថ្ងៃក្រោយអ្នកណានៅកោតខ្លាចផ្ទះយើងទៀតប្រញាប់អីអញមិនជឿថាវាលូនរហូតចឹងទេគំនុំមួយនេះយូរឬឆាប់អញនឹងឲ្យវាសងទាំងដើមទាំងការមិនខានលោកយាបើផ្លូវលោកដើររលូនហើយវាមិនត្រឹមតែលក់សត្វព្រៃធម្មតាទៀតទេអញ្ចឹងមានតែបន្តដើរទៅមុខទៀតអ្នកណាហ៊ានរារាំងខ្ញុំនឹងកំចាត់ចោលបងយាលើកនេះពិតជាមានបានមែនកុងត្រាផ្ដាច់មុខវើយស្អែកយើងចូលភ្នំទៀតដាក់ឲ្យធំម្ដងលុយច្បាស់ជាហូរចូលដោយទឹកមិនខានខ្ញុំរស់ដល់ប៉ុណ្ណេះទើបតែមានអារម្មណ៍ថាភ្នំនេះអាចបង្កើតពងមាសឲ្យមនុស្សបានត្រូវនឹង
ឆ្លៀតពេលថៅកែសិនកំពុងត្រូវការវាយលុកមក10-20ជើងទៅមើលនៅភ័យថាងើបមុខមិនរួចទៀតបងយីកាត់អីហ្នឹងចុះកុងត្រាបានហើយមិនក៏អត់សប្បាយចិត្តចឹងសប្បាយចិត្តវាជារឿងមួយតែពួកឯងគិតថាផ្លូវនេះរលូនរហូតមែនមានន័យថាម៉េចទៅសត្វព្រៃមិនមែនដូចពោតដាំក្នុងចំការទេមិនមែននឹកឃើញចង់បានក៏មាននោះទេមេឃប្រែប្រួលភ្នំបិទរបស់ក៏ដាច់ទូព្រៃសម្បូរប៉ុណ្ណាក៏ដោយក៏ទ្រាំមិនបាននឹងយើងតាមប្រមាញ់រាល់ឆ្នាំរាល់រដូវដែរតែឥឡូវយើងកំពុងឡើងដៃតើឆ្លៀតពេលកំពុងកាក់កបគូតែប្រឹងឲ្យអស់ដៃទៅប្រឹងអស់ដៃរកបានតែលុយឆាប់រហ័សទេវាមិនមែនជាផ្លូវយូរអង្វែងឡើយមួយទៀតតាខួយប្រកាសជាមិនបណ្ដោយឲ្យយើងសុខទេលើកនេះវាខំមិនបានចុះលើកក្រោយទៀតគិតម៉េចបើរំពឹងតែលើការយកជីវិតទៅបដូរយូរវាឆាប់គង់តែវិនាសទេ